បងប្អូនឈឺក្បាលសវណ្ណភ្នែកខ្ញុំថ្ងៃនេះសូមបង្ហាញទឹកសុខភាពមួយដែលបងប្អូនញ៉ាំជារៀងរាល់ថ្ងៃគឺជួយមែនទែនហើយទឹកសុខភាពហ្នឹងខ្ញុំញ៉ាំហើយក៏បានចែកម្លែកទៅភ្ញៀវកន្លងមកប៉ុន្តែអត់ដែលបានធ្វើវីដេអូហើយថ្ងៃនេះចង់ចែកម្លែកទៅបងជាទីស្រឡាញ់ទាំងអស់គ្នាឲ្យបានញ៉ាំទាំងអស់គ្នាដូចគ្នាទឹកហ្នឹងគឺយើងមានការ៉ុតមួយផ្លែទៅពីរផ្លែបងប្អូនឈូសជាចំណិតតូចៗហើយដាក់នៅក្នុងកែវមួយហើយកុំភ្លេចគឺបន្ថែមក្រូចឆ្មាមួយផ្លែច្បាច់ចូលក្នុងហ្នឹងហើយដាក់ទឹកឃ្មុំ3 4ស្ព្រាយើងត្រាំទុករយៈពេល24ម៉ោងទុករយៈពេលមួយយប់ហើយបងប្អូនជារៀងរាល់ព្រឹកគឺបងប្អូនអាចដួសមួយស្ព្រាកាហ្វេឬក៏មួយស្ព្រាបង្អែមហ្នឹងហើយបងប្អូនដាក់ជាមួយទឹកក្តៅអ៊ុនៗញ៉ាំជារៀងរាល់ព្រឹកក្នុងកែវដែលនៅសល់ហ្នឹងគឺបងប្អូនអាចយកទៅដាក់ខ្លះសេនៅក្នុងទូទឹកកកអញ្ចឹងនៅពេលដែលបងប្អូនញ៉ាំគឺអាចបានញ៉ាំរយៈពេលមួយសប្តាហ៍គឺបន្ទាប់ពីញ៉ាំហើយបងប្អូនគឺអាចជួយសម្អាតថ្លើមរបស់យើងហើយមួយទៀតហ្នឹងក៏ជួយសម្អាតតម្រងនោមដែរហើយនៅពេលដែលរាងកាយរបស់យើងស្អាតគឺជួយស្បែករបស់យើងក៏ស្អាតទៅតាមនឹងដែរគឺស្បែកមានសំណើមហើយមួយទៀតហ្នឹងគឺសុខភាពល្អកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាបងប្អូនអរគុណខ្ញុំសូមណែនាំវីតាមីនដែលខ្ញុំញ៉ាំជារៀងរាល់ថ្ងៃគឺឃើញប្រសិទ្ធភាពពីព្រោះបងស្ត្រីភាគច្រើនគឺគាត់ថយរបបអាហារដើម្បីការពារការឡើងជាតិស្ករឬក៏ចង់ស្រកគីឡូបងប្អូនអាចញ៉ាំពពួកវីតាមីនចម្រុះនេះមានវីតាមីនគ្រប់មុខនៅក្នុងហ្នឹងដែលបងប្អូនញ៉ាំទៅជួយកម្លាំងជាពិសេសចាស់បងប្អូនឲ្យគាត់ញ៉ាំជារៀងរាល់ថ្ងៃគឺជួយទាំងឆ្អឹងជួយទាំងសាច់ដុំជួយគេងលក់ស្រួលហើយមួយទៀតជួយសម្រួលដល់សរសៃឈាមរបស់យើងឲ្យដើរបានរស់ទៀតជាពិសេសហ្នឹងគឺសរសៃឈាមបេះដូងតែម្ដងអរគុណ